យុទ្ធសាស្ត្រមេការដណ្ដើមទីផ្សារ Micro Luxury តាមរយៈការប្រែក្លាយសំណង់បុរាណឲ្យទៅជាទ្រព្យមហាសាលនៅក្នុងយុគសម័យដែលភាពទំនើបមាននៅគ្រប់ទីកន្លែងភាពកម្រឬ scarcity បានក្លាយជាមាសខ្មៅនៃវិស័យអចលនទ្រព្យការកែច្នៃភូមិគ្រឹះបុរាណដែលបោះបង់ចោលនៅតាមជនបទមិនមែនគ្រាន់តែជាការជួសជុលផ្ទះមួយខ្នងនោះទេប៉ុន្តែវាគឺជាការធ្វើវិស្វកម្មតម្លៃអារម្មណ៍និងនិមិត្តរូបនៃឋានៈ 1. បុព្វហេតុនៃ Micro Luxury ហេតុអ្វីបានជាទួយតែខ្ពស់ Micro Luxury មិនសំដៅលើទំហំនៃសំណង់នោះទេប៉ុន្តែសំដៅលើកម្រិតនៃភាពផ្ដិតមុខនិងការយកចិត្តទុកដាក់លើព័ត៌មានលម្អិតការចាក់ចែងពីទីក្រុងបន្ទាប់ពីសម័យកាល Digital មហាសេដ្ឋីចំនួនថ្មីចង់បានកន្លែងស្នាក់នៅដែលមានប្រលឹងនិងឆ្ងាយពីភាពអ៊ូអរប៉ុន្តែនៅតែមានផាសុភាពកម្រិតសន្តាគារឆ្កាយផាំការទិញដីឡូតក្រុងត្រូវការដើមទុនរាប់លានដុល្លារតែការទិញកំទេចថ្មដែលមានប្រវត្តិសាស្ត្រនៅជនបទប្រើដើមទុនតិចប៉ុន្តែអាចលក់ចេញក្នុងតម្លៃវត្ថុស័ក្តិសិទ្ធិឬ artifact pricing 2. សិល្បៈនៃ strategic restoration ការជួសជុលបែបយុទ្ធសាស្ត្រចំណុចខុសគ្នារវាងការជួសជុលធម្មតានិងការជួសជុលបែប micro luxury គឺតុល្យភាពរវាងអតីតកាលនិងអនាគតរក្សាគ្រោងឆ្អឹងប្រវត្តិសាស្ត្ររាល់ស្នាមប្រៃលើជញ្ជាំងថ្មឬធានាមឈើបុរាណគឺជាមាសយើងមិនត្រូវវាចោលឡើយប៉ុន្តែត្រូវប្រើបច្ចេកវិទ្យាទំនើបដើម្បីពង្រឹងវាការបញ្ចូលភាពទំនើបដោយលាក់មុខ hidden tech បំពាក់ប្រព័ន្ធ smart home ប្រព័ន្ធការពារកម្ដៅនិងថាមពលធម្មជាតិព្រះអាទិត្យដោយមិនឲ្យប៉ះពាល់ដល់សោភ័ណភាពបុរាណអតិថិជនចង់បានផ្ទះដែលមើលទៅដូចសតវត្សទី19ប៉ុន្តែមានផាសុភាពដូចសតវត្សទី22ការប្រើប្រាស់សម្ភារៈដើម authentic material ការប្រើឈើចាស់ៗឬថ្មភ្នំដែលមានស្រាប់នៅតាមតំបន់មិនត្រឹមតែជួយកាត់បន្ថយចំណាយដឹកជញ្ជូននោះទេប៉ុន្តែវាផ្ដល់នូវរឿងរ៉ាវដល់អចលនទ្រព្យ 3. ចិត្តសាស្ត្រនៃ elite branding ការកសាងម៉ាកយីហោលំដាប់ខ្ពស់មហាសេដ្ឋីមិនទិញផ្ទះទេពួកគេទិញមរតកការលូករឿងរ៉ាវ storytelling រាល់ភូមិគ្រឹះត្រូវតែមានប្រវត្តិតើអ្នកណាធ្លាប់រស់នៅទីនោះតើមានព្រឹត្តិការណ៍អ្វីកើតឡើងការចងក្រងសៀវភៅរូបភាពពីសភាពដើមរហូតដល់ការកែច្នៃរួចគឺជាឧបករណ៍លូកដ៏មានឥទ្ធិពលបំផុតការកំណត់តម្លៃតាមចិត្តសាស្ត្រ prestige pricing នៅក្នុងទីផ្សារនេះការដាក់តម្លៃទាបពេកគឺជាកំហុសតម្លៃត្រូវតែឆ្លុះបញ្ចាំងពីភាពមិនអាចរកបានទី2 the one and only 4. និរន្តរភាពសសរស្តម្ភដេញតម្លៃយូរអង្វែងការកែច្នៃសំណង់ចាស់គឺជាទម្រង់ខ្ពស់បំផុតនៃ eco-friendly luxury circular economy ការមិនកាប់ព្រៃឈើថ្មីមិនប្រើស៊ីម៉ងត៍លើសកម្រិតប៉ុន្តែជ្រើសរើសការ recycle ស្ថាបត្យកម្មគឺជាចំណុចទាក់ទាញខ្លាំងសម្រាប់វិនិយោគករដែលខ្វល់ខ្វាយពីបរិស្ថាន ESG investing សោភ័ណភាពដែលមិនចេះហួសសម័យផ្ទះទំនើបអាចហួសសម័យក្នុងរយៈពេល10ឆ្នាំតែផ្ទះបុរាណដែលជួសជុលត្រូវតាមស្តង់ដារនឹងកាន់តែមានតម្លៃនៅ100ឆ្នាំខាងមុខ 5. ដំណាក់កាលអនុវត្តសម្រាប់ high end flip 1. ការជ្រើសរើស curation ស្វែងរកទីតាំងដែលមានទេសភាពធម្មជាតិភ្នំស្ទឹងឬវាលស្មៅនិងមានគ្រោងឆ្អឹងសំណង់ដែលអាចសង្គ្រោះបាន 2. ការរកច្នៃ design intervention ជួលស្ថាបនិកដែលយល់ពី DNA នៃសំណង់បុរាណកុំធ្វើឲ្យវាទៅជាផ្ទះថ្មីតែធ្វើឲ្យវាទៅជាផ្ទះបុរាណដែលទើបតែងូតដុះក្អោរួយ 3. ការបង្កើតទីផ្សារ market positioning មិនត្រូវដាក់លក់ជាសាធារណៈឡើយប្រើប្រាស់យុទ្ធសាស្ត្រ private viewing ឬលក់តាមរយៈបណ្ដាញទំនាក់ទំនងផ្ទាល់ខ្លួនឬ off market deals ដើម្បីរក្សាភាពអត្ថកម្បាំងនិងតម្លៃខ្ពស់ 6. សេចក្តីសន្និដ្ឋានការគ្រប់គ្រងទីផ្សារ micro luxury តាមរយៈការ flipping ភូមិគ្រឹះបុរាណគឺជាការរួមគ្នាបញ្ចុះគ្នារវាងអចលនទ្រព្យសិល្បៈនិងចិត្តសាស្ត្រវាគឺជាអាជីវកម្មដែលបំផ្លាញកំទេចកំទីឲ្យទៅជាទ្រព្យពេជ្រនៅពេលដែលយើងរក្សាបាននូវភាពដើមយើងមិនត្រឹមតែទទួលបានប្រាក់ចំណេញមហាសាលនោះទេប៉ុន្តែយើងក៏បានក្លាយទៅជាអ្នកថែរក្សាមរតកវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ